តភាព6រឿងនឹងគឺវាអញ្ចេះបន្ទាប់ពីព្រាមបានដើររនាងសេដាបានតំណងថានាងសេដានឹងត្រូវយក្សឆក់យកទៅដល់ក្រុងលង្កាបាត់ហើយអូយទៅដល់ក្រុងលង្កាបាត់ហើយក៏នាំគ្នាបន្តដំណើរទៅមុខទៀតតគាត់រៀងហត់ទៅគាត់ក៏ចុះសម្រាកនៅដើមឈើមួយអូយដូចថាជាតិមុននឹងប្រលាក់នឹងមិនជាខ្យងសាំងហើយនឹងបលាំងជាតិនឹងបងប្រុសដេកប្អូនក៏នៅអង្គុយមើលផ្លូវឲ្យអង្គុយយាមនៅក្រោយខ្នងថាជាតិមុនមិនជាតិនឹងនៅតែអញ្ចឹងពេលអង្គុយការពារទៅស្រាប់តាមានស្វាមួយហក់ឡើងមកដើមឈើនឹងហើយហក់ទៅនេះហក់ទៅនោះហក់ទៅនេះហក់ទៅនោះញ៉ៃឆាឆាវប្រលាក់នឹងក៏ខ្លាចព្រាមភ្ញាក់ក៏បានតែខ្សឹបថាហេដល់ព្រាមភ្ញាក់មកក៏ឃើញស្វានឹងហើយឃើញថាស្វានឹងមានចង្គោមកែវមានរោមពេជ្រមិនស្វាធម្មតាណានេះប្រលាក់នឹងក៏ថាអូយបងមើលឃើញថាហ្នឹងផងខ្ញុំមើលឃើញថាត្រឹមជាស្វាធម្មតាតាស្វាហ្នឹងលឺអញ្ចឹងក៏ហ្នឹងហើយចឹងក៏បញ្ញាប់លោតចុះមកហើយក្រាបថ្វាយបង្គំក៏ប្រាប់ព្រាមនឹងថាចេះថាម្ដាយរបស់ខ្លួនហ្នឹងណាបានផ្ដាំប្រាប់ថាអ្នកណាដែលមើលឃើញខ្លួនមានចង្គោមកែវហើយរោមពេជ្រអ្នកនោះឯងគឺជាព្រះនរាយណ៍អវតារមកចាប់ជាតិដែលខ្ញុំប្រាប់ខ្ញុំថាឲ្យខ្ញុំនៅតាមបំរើម្នាក់នឹងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំនិយាយចុះនិយាយឡើងនិយាយចុះនិយាយឡើងព្រាមក៏ប្រាប់ពីដំណើរដើមរឿងដែលខ្លួនឯងត្រូវទៅណាទៅជួយនាងសេដាអញ្ចឹងណាមិនខ្ញុំភ្លេចប្រាប់ក៏ពិតទៅស្វាហ្នឹងបានប្រាប់ព្រាមហើយថាខ្លួនឯងនឹងឈ្មោះហនុមានដល់ទៅហនុមានហ្នឹងក៏ប្រាប់ព្រាមថាចេះថាព្រះអង្គក៏ពិតទៅផ្លូវទៅក្រុងលង្កាហ្នឹងមិនងាយស្រួលណាបើព្រះអង្គចង់ទៅអញ្ចឹងតើព្រះអង្គហ្នឹងមានកងទ័ពមានបពួកនៅរួមដំណើរជាមួយទើបអាចទៅដល់តែបើសិនជាមិនថាតទេចាំខ្ញុំអ្នកហៅបពួកមកឲ្យព្រោះអីខ្ញុំស្គាល់អ្នកដែលគេមានបពួកហ្នឹងព្រាមហ្នឹងក៏និយាយថាអញ្ចឹងទៅយកមកចឹងហនុមានហ្នឹងក៏និយាយថាព្រះអង្គក៏ពិតទៅខ្ញុំចង់សុំព្រះអង្គរឿងមួយបានដែរចង់និយាយថាខ្ញុំធ្លាប់ត្រូវបដាសារបស់ប្រម៉ែហ្នឹងខ្ញុំចូលទៅឆែឆៅរបស់គេចឹងណាគាត់ដាក់បដាសាខ្ញុំមិនគាត់និយាយថាបើចង់ឲ្យខ្ញុំផុតពីបដាសាទៅតាជួបព្រាមហើយព្រាមអែក្បាលខ្ញុំពីក្បាលដល់ចុងជើងដល់ចុងកន្ទុយបានខ្ញុំមានកម្លាំងយុទ្ធសិលត្រឡប់មកវិញហើយបើឥឡូវកម្លាំងខ្ញុំខ្សោយស្អីហ្នឹងខ្ញុំទៅមិនដល់ទៅព្រាមហ្នឹងក៏ធ្វើការអែក្បាលហនុមានតាំងពីក្បាលរហូតដល់ចុងកន្ទុយអូយសៀវអូយមិនអើវ៉ាអូកម្លាំងយើងត្រឡប់វិញអានេះខ្ញុំសោយមែនតើនេះបន្ទាប់មកហនុមានក៏មានវិជាសិលខ្លាំងពូកែត្រឡប់មកវិញហើយរឿងនឹងស្លេះត្រឹមហ្នឹងសិនមែនអត់ចង់និយាយវែងទេប៉ុន្តែរវល់ខ្លាំងមែនតើវគ្គក្រោយនឹងចូលដល់វគ្គហនុមានទៅនាំកងទ័ពមកឲ្យព្រាមនេះពីណាអត់ទាន់មើលវគ្គនេះហើយនឹងវគ្គនេះទៅមើលឡាហើយព្រោះអីរឿងហ្នឹងប្រតិកលាគ្នាទៀតហើយ